កម្មវិធី Drag Race ត្រូវបានបញ្ចប់ហើយបងប្អូនទាំងអស់គ្នាប៉ុន្តែការនិយាយឡានរបស់ខ្ញុំនៅតែបន្តនិយាយចឹងខ្ញុំជឿថាឡានដែលខ្ញុំនឹងនិយាយថ្ងៃនេះបងប្អូនទាំងអស់គ្នាក៏ចង់ឲ្យមានវត្តមាននៅស្រុកខ្មែរដែរនេះគឺជា Mercedes-Benz SLS AMG Black Series ឈ្មោះវាវែងក៏ដូចតែដបូលមុខរបស់វាចឹងបងប្អូនវាជា front mid engine car សម្រាប់ខ្ញុំវាជា super car ធំដបូលហ្នឹងគឺជាម៉ាស៊ីន M159 ដែលជាម៉ាស៊ីន 6.2 លីត្រ NAVH SLS នេះគឺជាសដេសចុងក្រោយគេដែលប្រើ NAVH បងប្អូនក្រោយហ្នឹងគឺសិតតែ Twin Turbo ទាំងអស់ទៅធ្វើឲ្យឡាននេះឥឡូវហ្នឹងឡើងថ្លៃដូចកញ្ជ្រួចឹងឡាននេះចេញតាំងពីឆ្នាំ2010ដល់2013មកម្លេះប៉ុន្តែ performance របស់វាបងប្អូននៅតែខ្លាំងអញ្ចឹងសម្រាប់ឡានសពថ្ងៃពី0ទៅ100តែ 3.5 second ទេហើយ top speed វា315 km/h ក្នុង1ម៉ោងឯណោះភាពអស្ចារ្យរបស់ឡាននេះបងប្អូនគឺ driving experience របស់វានឹងតែម្ដងដោយសារតែឡានហ្នឹងវាជា front mid engine supercar ហើយដបូលមុខវាគឺវែងមែនតែនសឹងតែវែងជាង S12 របស់ Ferrari ទៅទៀតហើយឡានហ្នឹងគឺទាបជាប់នឹងដីតែម្ដងទើបធ្វើឲ្យការបើកបររបស់វាខុសប្លែកពីឡានផ្សេងដាច់តែម្ដងទាំងការបត់ទាំងការបើកក្នុងក្រុងមានការលំបាកលំបិនបន្តិចបន្តួចប៉ុន្តែអ្នកដែលបើកបរគឺគេស្រឡាញ់វាមែនតើហើយសម្រាប់ Black Series នេះគឺជាឡានដែល hardcore ជាង SLS AMG ធម្មតាមានន័យថាវាមាន aerodynamic នៅលើហ្នឹងជាច្រើនបងប្អូនមានទាំងផ្នែកខាងមុខហើយនិងខាងក្រោយមានអា wing iconic នេះបងប្អូនហើយឡាននេះបើសិនជាបងប្អូនអ្នកគ្នាអត់ដឹងវាជាឡានទី2ដែលប្រើ Gold Wing Door បន្ទាប់ពី 300SL ដែលផលិតតាំងពីជិត60ឆ្នាំមុនមកម្លេះបងប្អូនគឺសដេសអត់ដែរយក Gold Wing Door ហ្នឹងមកដាក់ម្ដងទៀតទេត្រឹមតែ model SLS នេះទេហើយក្រោយពី SLS ហ្នឹងមកក៏អត់ដែរដាក់ទៀតដែរឡាននេះដោយសារតែ NAVH ចុងក្រោយហ្នឹងហើយបងប្អូនទើបធ្វើឲ្យឡានហ្នឹងឡើងថ្លៃដូចកញ្ជ្រួចចឹងកាលពីលើកមុនខ្ញុំឃើញ YouTuber ឈ្មោះ Shmi 150គាត់ទិញ Black Series ហើយកាលហ្នឹងគាត់ទិញគឺតម្លៃ 450000 ម្នាក់គិតថា 450000 ហ្នឹងគឺថ្លៃណាស់ប៉ុន្តែឥឡូវមានណាបងប្អូនអើយថោកបំផុត 60000ហើយដោយអា low mileage 150ម៉ាយមួយនេះបងប្អូន1លាន2បងប្អូនគិតមើលទៅគឺវាឡើងថ្លៃកម្រិតណាឡាននេះគេ consider ថាវាជា collector car យូរមកហើយដោយសារតែសដេសឡើងចេញ NAVH មកទៀតហើយណាមួយនេះអាចជំនាន់ក្រោយគេនេះបងប្អូនប្រើម៉ាស៊ីន4 Twin Turbo Hybrid ទៀតដល់ពេលអញ្ចឹងធ្វើឲ្យឡានហ្នឹងកាន់តែឡើងថ្លៃទៅតែម្ដងហើយណាមួយឡានហ្នឹងមានតែ350គ្រឿងទេនៅក្នុងពិភពលោកចឹងហើយមិននិយាយពីតម្លៃវាទេគឺវាដឹងតែឡើងហើយបងប្អូនមានមតិអាច comment នៅផ្នែកខាងក្រោមបានស្រឡាញ់ឡានកុំភ្លេច follow ម្នាក់មួយ